គេតែងនិយាយថាបរិសុទ្ធដែលជោគជ័យតែងមានមនុស្សស្រីនៅពីខាងក្រោយប៉ុន្តែរឿងនេះហេតុអ្វីបានជាបរិសុទ្ធនៅពីខាងក្រោយវិញព្រោះនាងក៏អាចធ្វើអ្វីៗដែលមនុស្សប្រុសធ្វើបានដូចគ្នានាងអាចដឹកនាំនាងអាចសម្រេចចិត្តនាងអាចបង្កើតភាពជោគជ័យពេលខ្លះនាងមើងម៉ាត់នៅកន្លែងធ្វើការប៉ុន្តែនាងទន់ភ្លន់ពេលនៅផ្ទះជាមួយគ្រួសារនាងជាអ្នកកំណត់អាជីពរបស់នាងនាងជាអ្នកកសាងគ្រួសាររបស់នាងហើយថ្ងៃនេះនាងក៏ជាអ្នកកំណត់អនាគតរបស់នាងខ្លួនឯងដែរផ្ទះមិនត្រឹមតែជាទីកន្លែងស្នាក់នៅប៉ុណ្ណោះទេតែវាជាក្តីសុខរបស់នាងក្តីស្រមៃនិងសុភមង្គលរបស់នាងបងសាទររីបកែបងរីករាយទិវាអន្តរជាតិនារីបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល